ងឃុំក្រាំងស្វាយស្រុកផ្ទះស្ដាច់ទូតមួយក្រាបអស់ក៏ទូទៅដែរបាត់ប្រិមិត្តជាទីមេត្រីនេះជាការដ្ឋានបើកបាទសាងសង់ផ្លូវនៅក្នុងឃុំក្រាំងស្វាយបាទស្រុកស្ដាច់ខេត្តព្រៃវែងផ្លូវបេតុងចេញពីថ្នល់ជាតិលេខ1ប្រមាណជាង73ម៉ែត្រនិងបន្តក្រាលផ្លូវកៅស៊ូចេញពីភ្ជាប់ពីបាទផ្លូវបេតុងនេះប្រមាណជាង18គីឡូទៀតនៅក្នុងបាទភូមិសាស្ត្រឃុំក្រាំងស្វាយភ្ជាប់ទៅឃុំបាទបន្តទៀតនៅក្នុងស្រុកព្រៃស្ដាច់នេះប្រជាពលរដ្ឋលើកឡើងថាបាទអ្វីដែលលោកចង់បានគឺបាទផ្លូវភ្លើងបាទធំបំផុតគឺផ្លូវនឹងតែម្ដងភ្លឺដល់ចាឥឡូវបានផ្លូវបានភ្លើងអីចង់បាននេះទៀតយើងចង់បានអីទៀតចង់បានអីចង់បានថាវាភ្លើងវាមានហើយឥឡូវចាក់ហ្នឹងគួតចាំអ្នកថងសង្ស័យតែមកយូរម្នាក់ហ្នឹងគឺបាក់ឯងជួយមើលទៀតផ្លូវហ្នឹងបាក់ឯងជួយយូរទៀតហ្នឹងគាត់សង្កត់ធ្ងន់តែម្ដងថារាប់ឆ្នាំហើយមិនងាយបានផ្លូវឥឡូវនេះផ្លូវល្អនៅបាទនៅខាងមុខផ្ទះនឹងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខបាទអញ្ចឹងពួកគាត់សាទរណាបាទបានផ្លូវគឺថាធំជាងគេហើយតាមការសាកស៊ូដែលខ្ញុំបានបាទសាកស៊ូពួកគាត់ថាចង់បានគឺផ្លូវធំជាងគេនេះជាការអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំក្រាំងស្វាយស្រុកស្ដាច់ខេត្តព្រៃវែងបាទការដ្ឋានកំពុងតែញាប់ដៃញាប់ជើងនោះបងប្អូនយើងឡានកំពុងតែបាទចាក់កម្រាស់ក្រាស់ល្អណាបងប្អូនយើងប៉ុន្តែដោយភ្ជាប់ពីផ្លូវជាតិលេខ1ប្រហែលជាង70បាទ73ម៉ែត្រប៉ុណ្ណោះក្រៅពីនេះយើងនឹងក្រាលផ្លូវកៅស៊ូភ្ជាប់បាទភ្ជាប់ទៅតាមដងភូមិបាទផ្លូវជាសរសៃឈាមសេដ្ឋកិច្ចអ៊ំត្រីបានលើកឡើងថាបាទផ្លូវនេះពីដើមឡើយមិនសូវជំនាញការរត់ច្រើនទេថាផ្លូវតូចហើយបាទផ្លូវដីពិបាកក្នុងការធ្វើដំណើរឥឡូវនេះប្រសិនបើបានផ្លូវហើយគាត់លើកឡើងថានឹងបាទមានរថយន្តបើកបរច្រើននៅលើដងផ្លូវនេះបាទដោយប្រជាកសិករអាចដឹកកសិផលបាទនឹងការធ្វើដំណើរបាទប្រកបអាជីវកម្មធ្វើដំណើរទូទៅចរាចរណ៍នៅតាមដងផ្លូវនេះបាទអរគុណច្រើនបងប្អូនយើងនេះជាទស្សនវិជ្ជាមួយជ្រុងចេញពីក្នុងឃុំបាទក្រាំងស្វាយស្រុកព្រៃស្ដាច់ខេត្តព្រៃវែងប្រជាពលរដ្ឋសង្កត់ធ្ងន់ថាបានផ្លូវធំបំផុតបាទផ្លូវភ្លើងនេះភ្លើងសូឡាក៏មានភ្ជាប់ហើយដែរបាទតាមការសាកស៊ូគឺថាវត្តសពលាក់ជាអ្នកដាក់បាទលោកអធិការវត្តបាទបានដាក់ភ្លើងហើយនៅតាមភូមិឋានក៏មានភ្លើងរត់ប្រើដែរបងប្អូនយើងអ្នកដែលមានលទ្ធភាពក៏ទិញសូឡាដាក់បន្ថែមអញ្ចឹងទៅកាត់បន្ថយការប្រើភ្លើងរត់ដោយផ្ទាល់បាទអរគុណច្រើនបងប្អូនយើងខ្ញុំបង្ហាញចេញរាយការណ៍ចេញពីឃុំក្រាំងស្វាយស្រុកបស្ដាច់ខេត្តព្រៃវែងអរគុណ